ជំរាបសួរហើយក៏សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ DC ថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយចង់មកនិទានឲ្យអ្នកទាំងអស់គ្នាស្ដាប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តសាច់រឿងថ្មីរបស់ DC ហើយអត់ចង់ឲ្យខាតពេលវេលាអ្នកទាំងអស់គ្នាយូរទេតោះមកទស្សនាឬក៏មកស្ដាប់សាច់រឿងថ្មីរបស់ DC ហ្មងទៅអញ្ចឹងរឿងនេះចាប់ផ្ដើមឡើងកាលពីប្រហែលឆ្នាំមុនដែលមានភូមិមួយអាចនិយាយបានថាជាភូមិដាច់ស្រយាលនៅក្បែរជើងភ្នំអញ្ចឹងប្រជាជនរស់នៅទីនោះគឺគេសង់លំនៅឋាននៅក្បែរជើងភ្នំណាអ្នកទាំងអស់គ្នាហើយភូមិមួយហ្នឹងគឺអត់សូវជាមានមនុស្សច្រើនទេគ្រាន់តែអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍នោះគឺថានៅក្នុងភូមិមួយហ្នឹងគឺមានកន្លែងមួយដែលគេហៅថាព្រៃខ្មោចអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលមានមនុស្សស្លាប់គឺគេនឹងយកទៅកប់នៅទីនោះហើយកន្លែងនោះទៀតអ្នកទាំងអស់គ្នាគឺគួរឲ្យខ្លាចមែនតែនព្រោះថាវាមានសពច្រើនមែនតែនដែលគេបានយកទៅកប់នៅទីនោះរហូតដល់គេដាក់ឈ្មោះថាជាព្រៃខ្មោចអីចឹងណាហើយមនុស្សម្នាឬក៏អ្នកភូមិនៅទីនោះគឺគេអត់ដែលឲ្យនរណាគេដែលគ្មានធុរៈឬក៏គ្មានការងារអីចាំបាច់ត្រូវទៅក្បែរតំបន់នោះឡើយព្រោះថាតំបន់មួយហ្នឹងគឺសម្រាប់តែកប់សពឬក៏បញ្ចុះសាកសពអ្នកស្លាប់តែប៉ុណ្ណោះអញ្ចឹងមានថ្ងៃមួយអ្នកទាំងអស់គ្នាគឺមានបុរសចំណាស់ម្នាក់ដែលគាត់រស់នៅក្នុងភូមិហ្នឹងអញ្ចឹងខ្ញុំសូមប្រាប់ឈ្មោះគាត់តិចទៅគាត់ឈ្មោះតាសុកយើងអត់ដឹងថាគាត់មានជំងឺអីឲ្យពិតប្រាកដទេគ្រាន់តែដឹងថាគឺគាត់បានបាត់បង់ជីវិតឬក៏បានស្លាប់ភ្លាមណាអ្នកទាំងអស់គ្នាហើយចំពោះអាការៈជំងឺរបស់គាត់គឺយើងអត់មានព័ត៌មានឬក៏អត់មានអ្វីមួយដែលបញ្ជាក់ថាអូគាត់ឈឺនេះឈឺនោះឬក៏គាត់មានបញ្ហាអីមួយគឺអត់មានព័ត៌មានណាដែលអាចបញ្ជាក់អំពីការស្លាប់របស់គាត់ឡើយសូម្បីតែសាច់ញាតិឬក៏បងប្អូនក្រុមគ្រួសាររបស់គាត់ក៏អត់មានអ្នកណានិយាយឬក៏បង្ហើបលើការស្លាប់របស់គាត់ឲ្យជាក់លាក់ដែរអញ្ចឹងក្រុមគ្រួសាររបស់តាសុកគាត់បានរៀបចំកម្មវិធីតិចតួចហើយក៏ហៅមនុស្ស4-5នាក់អីចឹងទៅដើម្បីយកសពនឹងយកទៅបញ្ចុះនៅព្រៃខ្មោចអ្នកនរគ្នាតែមុននឹងយកទៅបញ្ចុះដោយសារនៅក្នុងភូមិមួយហ្នឹងគឺមានព្រឹទ្ធាចារ្យម្នាក់ដែលអាចនិយាយបានថាគាត់ជាចាស់ទុំឬក៏ចាស់បុរាណអីចឹងណាអញ្ចឹងគាត់មានវិជាការអីតិចតួចអីចឹងទៅគឺគាត់បាននិយាយទៅកាន់គ្រួសាររបស់តាសុកថាសពតាសុកឬក៏ការស្លាប់របស់គាត់វាដូចជាចម្លែកខុសពីធម្មតាអញ្ចឹងហើយគាត់ចង់ឲ្យក្រុមគ្រួសារធ្វើការបញ្ញត្តិយកសពរបស់តាសុកនឹងយកទៅបូជាឬក៏យកទៅកប់នៅព្រៃខ្មោចនឹងឲ្យបានលឿនជាទីបំផុតអីចឹងណាព្រោះថាបើមិនដូច្នោះទេវាអាចនឹងប៉ះពាល់ឬក៏អាចនឹងមានរឿងផ្សេងកើតឡើងមកកាន់ភូមិមួយហ្នឹងហើយក៏កើតឡើងចំពោះក្រុមគ្រួសាររបស់តាសុកផ្ទាល់អីចឹងទៅអញ្ចឹងនៅពេលដែលគាត់បានប្រាប់ឬក៏រៀបរាប់អំពីបញ្ហាផ្សេងទៅកាន់ក្រុមគ្រួសាររបស់តាសុកចឹងទៅមនុស្សគ្រប់គ្នានៅក្នុងក្រុមគ្រួសារហើយនិងអ្នកភូមិទាំងអស់លក្ខណៈថាគេក៏យល់ស្របទៅតាមអ្វីដែលចាស់ព្រឹទ្ធាចារ្យគាត់បាននិយាយឬក៏រៀបរាប់អីចឹងណាព្រោះថាអ្នកទាំងអស់គ្នាដូចខ្ញុំបញ្ជាក់អញ្ចឹងសពរបស់តាសុកយើងអត់ច្បាស់ថាការស្លាប់របស់គាត់គឺដោយរបៀបណារបៀបណីអីចឹងទេអញ្ចឹងហើយវាពិបាកនៅក្នុងការទុកសពគាត់ឲ្យបានយូរឬក៏ធ្វើឲ្យចប់ដើមនៃពិធីអីចឹងណាអញ្ចឹងហើយចាស់ព្រឹទ្ធាចារ្យម្នាក់ហ្នឹងក៏គាត់បាននិយាយដែរគាត់ថាសពហ្នឹងធ្វើយ៉ាងណាត្រូវយកទៅកប់ឲ្យបានមុនថ្ងៃលិចអីចឹងទៅនិយាយទៅគឺដាច់ខាតតែម្ដងអ្នកទាំងអស់គ្នាអត់ឲ្យនៅពជាពេលចាំដល់ស្អែកខាងស្អែកអីឬក៏មួយថ្ងៃពីរថ្ងៃអីគឺអត់ទេសពហ្នឹងគឺត្រូវយកទៅកប់នៅក្នុងថ្ងៃតែមួយហ្មងមានន័យថាគាត់ស្លាប់ក្នុងថ្ងៃហ្នឹងត្រូវយកទៅកប់ក្នុងថ្ងៃហ្នឹងហើយក
កប់ឲ្យបានមុនថ្ងៃលិចទៀតអ្នកទាំងអស់គ្នាអញ្ចឹងហើយគឺក្រុមគ្រួសារឬក៏អ្នកភូមិត្រូវធ្វើការបញ្ញាបញ្ញាប់រៀបចំមឈូសរៀបចំសម្ភារៈផ្សេងដើម្បីដង្ហែសពនឹងចូលទៅកាន់ព្រៃខ្មោចដើម្បីយកទៅបញ្ចុះអីចឹងណាអញ្ចឹងពួកគាត់ក៏បានរៀបចំដាក់សពនៅក្នុងមឈូសអីត្រឹមត្រូវអីចឹងទៅគ្រាន់តែវាមិនបានគ្រប់ជ្រុងជ្រោយនៃកម្មវិធីទេដូចខ្ញុំបញ្ជាក់អញ្ចឹងអ្នកនរគ្នាដោយសារវាបញ្ញាប់មែនតើអញ្ចឹងយើងអត់អាចនៅអស់បន្លាយពេលរហូតដល់រៀបចំពីមួយដំណាក់កាលទៅមួយដំណាក់កាលអីគឺអត់ទេគឺធ្វើយ៉ាងណាត្រូវយកសពនឹងទៅបញ្ចុះឲ្យបានមុនថ្ងៃលិចតាមអ្វីដែលព្រឹទ្ធាចារ្យគាត់បានប្រាប់ឬក៏ណែនាំអីចឹងណាអញ្ចឹងនៅពេលដែលគេរៀបចំមឈូសឬក៏លើកសពលើកអីដាក់ក្នុងមឈូសនឹងហើយគេក៏ចាប់ផ្ដើមសែងសពនឹងធ្វើដំណើរទៅកាន់ព្រៃខ្មោចអ្នកនរគ្នាអញ្ចឹងអ្នកសែងសពនឹងគឺមានគ្នាអាចនិយាយបានថា8នាក់អ្នកនរគ្នាអញ្ចឹងគឺសែងសងខាងអាហ្នឹងខ្ញុំនិយាយអញ្ចឹងអ្នកនរគ្នាប្រហែលយល់ទេមួយខាង4មួយខាង4ណាអញ្ចឹងមានន័យថា8នាក់អញ្ចឹងនៅពេលដែលគេធ្វើដំណើរកាត់តាមជំរាលភ្នំហ្នឹងគឺអាចនិយាយបានថាគឺវាពិបាកមែនតើណាព្រោះថាបើយើងនិយាយឲ្យដល់អ្នកនរគ្នានៅភូមិហ្នឹងគឺមានមនុស្សស្លាប់វាមិនមែនញឹកញាប់ទេគ្រាន់ថាការស្លាប់វាលក្ខណៈថាវាធម្មតាឬក៏វាមិនដូចសពរបស់តាសុកអីចឹងណាអញ្ចឹងហើយវាអត់សូវជាពិបាកនៅក្នុងការធ្វើដំណើរយកសពនឹងយកទៅបញ្ចុះឬក៏យកទៅកប់អីទេតែចំពោះសពរបស់តាសុកមួយគឺពិបាកមែនទែនអ្នកនរគ្នាលក្ខណៈថាការធ្វើដំណើរហ្នឹងមានអារម្មណ៍ថាគឺពិបាកតាំងពីអាពេលដែលចាប់ផ្ដើមនឹងតែម្ដងដូចអ្នកនរគ្នាដឹងស្រាប់ហើយសំបីតែត្រូវរៀបចំកម្មវិធីហ្នឹងក៏ត្រូវបញ្ញាបញ្ញាប់ហើយយកសពហ្នឹងធ្វើយ៉ាងណាយកទៅកប់ឲ្យបានមុនថ្ងៃលិចទៀតអញ្ចឹងពួកអ្នកភូមិដែលគាត់ធ្វើការសែងហើយនឹងធ្វើការយកសពនឹងយកទៅបញ្ចុះហ្នឹងគឺស្រោតដៃលក្ខណៈថាដុតដៃដុតជើងមែនតើនៅក្នុងការរៀបចំឬក៏យកសពនឹងទៅឲ្យដល់គោលដៅហើយធ្វើម៉េចឲ្យបានមុនថ្ងៃលិចអីចឹងទៅអញ្ចឹងដូចអ្នកនរគ្នាដឹងស្រាប់ហើយដោយសារតំបន់មួយហ្នឹងគឺជាតំបន់ព្រៃភ្នំហើយយើងត្រូវយកសពហ្នឹងយកទៅកប់នៅក្នុងតំបន់មួយដែលគេហៅថាព្រៃខ្មោចអីចឹងណាអញ្ចឹងត្រូវធ្វើដំណើរឆ្ងាយគួរសមដែរតែទោះជាយ៉ាងណាអ្នកដែលបានសែងសពទាំង8នាក់ហ្នឹងគឺគាត់បានព្យាយាមនៅក្នុងការសែងឬក៏ធ្វើដំណើរយ៉ាងណាឲ្យលឿនជាទីបំផុតអីចឹងណាតែបញ្ជាក់បន្តិចអ្នកនរគ្នាវាមិនរលូនដូចអ្វីដែលយើងគ្រោងទុកទេព្រោះថានៅពេលដែលអ្នកភូមិបានសែងសពនឹងបានពាក់កណ្ដាលផ្លូវអ្នកនរគ្នាស្រាប់តែមានការដាច់ខ្សែអ្នកនរគ្នាដាច់ខ្សែយើងយោងមឈូសហ្នឹងណាខ្ញុំអត់ដឹងថាខ្ញុំនិយាយចឹងអ្នកនរគ្នាយល់ល្អទេតែខ្ញុំចង់ឲ្យអ្នកគ្នាសម័យពីទស្សនវិជ្ជាហ្នឹងណាអញ្ចឹងគឺដាច់ខ្សែពាក់កណ្ដាលផ្លូវអ្នកនរគ្នាវាធ្វើឲ្យមឈូសហ្នឹងគឺធ្លាក់ចុះមកក្រោមនៅពេលដែលធ្លាក់ចុះមកក្រោមហើយយើងមិនត្រូវការផ្លាស់ប្ដូរខ្សែថ្មីឬក៏ចាប់ផ្ដើមចងហើយចាប់ផ្ដើមសែងមឈូសនឹងម្ដងទៀតអីចឹងណាហើយយើងអត់បានត្រៀមទុកទេអ្នកនរគ្នាចំពោះខ្សែចំពោះអីអញ្ចឹងនៅពេលដែលដាច់ខ្សែថ្មីគឺយើងត្រូវតែត្រឡប់ដូចថាត្រូវតែប្រើនរណាគេម្នាក់នៅក្នុងចំណោមទាំង8នាក់ហ្នឹងទៅយកខ្សែពីភូមិដើម្បីយកមកផ្លាស់ប្ដូរហើយនឹងចងវាសារឡើងវិញអីចឹងទៅអញ្ចឹងវាធ្វើឲ្យការធ្វើដំណើរហ្នឹងវាយូរអ្នកនរគ្នាយើងត្រូវលក្ខណៈថាយើងអាចនឹងទៅដល់មុនថ្ងៃលិចតែដោយសារដាច់ខ្សែដាច់អីចឹងទៅវាធ្វើឲ្យអាការធ្វើដំណើររបស់យើងហ្នឹងគឺវាស៊ីពេលហើយវាចំណាយពេលមែនតើទម្រាំយើង
ត្រឡប់ទៅវិញហើយទម្រាំយើងយកខ្សែនឹងត្រឡប់មកយកមកចងយកមករឹតហើយចាប់ផ្ដើមសែងធ្វើដំណើរតទៀតវាធ្វើឲ្យអាការដែលយើងសែងសពហ្នឹងណាគឺអាយាខ្លាំងមែនទែនរហូតដល់ក្បាលប្រលប់តែម្ដងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាដឹងស្រាប់ហើយសពមួយហ្នឹងគឺអត់បានកប់មុនថ្ងៃលិចដូចអ្វីដែលព្រឹទ្ធាចារ្យបានផ្ដែផ្ដាំទេសំបីតែអ្នកដែលបានសែងសពទាំង8នាក់ហ្នឹងណាក៏មានអារម្មណ៍ភ័យដែរអ្នកនរគ្នាតែដោយសារពួកគាត់ជាអញនិយាយបានថាជាជើងចាស់ហើយចឹងណាព្រោះថាអាការងារទាំងអស់ហ្នឹងគឺគាត់ធ្វើតាំងពីដើមមកហើយអញ្ចឹងគាត់នៅតែព្យាយាមប្រមូលអារម្មណ៍ធ្វើយ៉ាងណាបញ្ចប់ការងាររបស់ពួកគាត់ឲ្យរួចរាល់អញ្ចឹងទៅទោះជាអឺពេលវេលាវាមិនត្រូវទៅតាមអ្វីដែលពួកគាត់បានគ្រោងទុកក៏ដោយអញ្ចឹងពួកគាត់ក៏ខំប្រឹងព្យាយាមសែងមឈូសនឹងទៅដល់គោលដៅដែលគាត់ត្រូវតែកប់ឬក៏បញ្ចុះអីចឹងទៅអញ្ចឹងនៅពេលដែលទៅដល់អ្នកទាំងអស់គ្នាគឺវាចូលពាក់កណ្ដាលអាត្រៀតមកទៅហើយគឺវាយប់ស្ងាត់ហើយវាលក្ខណៈថានៅក្នុងព្រៃអ្នកទាំងអស់គ្នាដឹងស្រាប់ហើយអំឡុងពេលដែលយប់ស្ងាត់ណាគឺស្ងាត់សូន្យតែម្ដងគ្រាន់ថាវាលឺសលេងដែរតែជាប្រភេទសលេងសត្វព្រៃសត្វចាបឬក៏សត្វផ្សេងយំអីចឹងទៅវាធ្វើឲ្យអ្នកទាំង8នាក់ដែលបានសែងមឈូសហ្នឹងគឺរៀងព្រឺសបល់ដែរហ្នឹងខ្ញុំអត់ដឹងមែនតែទាំងគេទាំងយើងអ្នកទាំងអស់គ្នាគិតមើលទៅសែងសពមួយទាំងមូលដើរកាត់ព្រៃកាត់អីចឹងទៅហើយព្រៃហ្នឹងទៀតមិនមែនជាព្រៃធម្មតាទេរហស្សនាមគឺព្រៃខ្មោចអ្នកទាំងអស់គ្នាអញ្ចឹងពួកគាត់ក៏រៀងភ័យតិចដែរតែវាមិនជាបញ្ហាទេយ៉ាងណាពួកគាត់បានមកដល់គោលដៅហើយអញ្ចឹងពួកគាត់ទាំង8នាក់ហ្នឹងក៏ចាប់ផ្ដើមយកចបយកប៉ែយកអីដើម្បីជីកអណ្ដៅអ្នកទាំងអស់គ្នាព្រោះថាសពហ្នឹងគឺត្រូវបញ្ចុះក្នុងអណ្ដៅអញ្ចឹងពួកគាត់បញ្ញាប់មែនតើអញ្ចឹងនៅពេលដែលពួកគាត់ជីកអណ្ដៅបានអឺលក្ខណៈថាជំរឿដែលគាត់ចង់បានហើយពួកគាត់ក៏ចាប់ផ្ដើមអង្គិលមកឈូសហ្នឹងដើម្បីដាក់ចូលក្នុងអណ្ដៅហើយការអង្គិលហ្នឹងមិនមែនស្រួលទេអ្នកនរគ្នាពួកគាត់ត្រូវលើកហើយសម្រូតខ្សែបន្តិចម្ដងដើម្បីតម្លាក់មកឈូសនឹងចូលអណ្ដៅអីចឹងណាតែនៅពេលដែលគាត់លើកឬក៏រំកិលមកឈូសនឹងរៀបនឹងដាក់ចូលរណ្ដៅអ្នកនរគ្នាដឹងថាមានរឿងអីកើតឡើងអត់ពួកគាត់ទាំង8នាក់មានអារម្មណ៍ថាមកឈូសនឹងគឺធ្ងន់ជាងមុនអ្នកនរគ្នាធ្ងន់ជាងអ្វីដែលគាត់សែងមកអញ្ចឹងគឺពួកគាត់ទាំង8នាក់គឺមានអារម្មណ៍បែបហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្នកនរគ្នាអំឡុងពេលដែលគាត់មានអារម្មណ៍ថាអូមឈូសហ្នឹងមិនបានធ្ងន់ជាងមុនអញ្ចឹងស្រាប់តែមួយផ្លែតហ្នឹងធ្លាក់ខ្យល់បោកស្លឹកឈើដែលនៅជុំវិញហ្នឹងវាធ្វើឲ្យពួកគាត់គឺយ៉ាព្រឺឆ្អឹងខ្នងមែនតើអ្នកនរគ្នាហើយពួកគាត់ចាប់ផ្ដើមមើលមុខគ្នាលក្ខណៈថាពួកគាត់អត់និយាយទេតែពួកគាត់ដឹងលក្ខណៈថាគ្រាន់តែមើលមុខគ្នាដឹងចម្លាស់វិញណាអ្នកនរគ្នាអញ្ចឹងពួកគាត់ក៏ខំប្រឹងព្យាយាមប្រើកម្លាំងរបស់ពួកគាត់ដើម្បីអង្គិលមឈូសនឹងឲ្យធ្លាក់ចូលរណ្ដៅឲ្យបានសម្រេចឬក៏បានជោគជ័យអីចឹងទៅតែនៅពេលដែលពួកគាត់រំកិលរៀបនឹងទម្លាក់ចូលក្នុងដៅហើយហ្នឹងអ្នកទាំងអស់គ្នាដឹងថាមានរឿងអីកើតឡើងទៀតអត់គឺសំឡេងគោះនៅក្នុងមឈូសហ្នឹងអ្នកទាំងអស់គ្នារបៀបថាគោះពីក្នុងមឈូសមកហ្មងឮសូរតុករបៀបដូចយើងគោះទ្វារគោះអីចឹងណាហើយនៅពេលដែលឮបែបហ្នឹងពួកគាត់ទាំង8នាក់ក៏ចាប់ផ្ដើមតម្លាក់ដៃចុះវិញមានន័យថាអត់ទាន់រំកិលឲ្យធ្លាក់ចូលអណ្ដៅទេលក្ខណៈថាគោរំកិលទាញថយក្រោយមកវិញដល់ពេលអញ្ចឹងអ្នកដែលទាំង8នាក់ហ្នឹងគ្រាន់តែឮសលេងបែបហ្នឹងគឺចាប់ផ្ដើមភ័យយកតែម្ដងក្នុងចំណោមអ្នកទាំង8នាក់ហ្នឹង7នាក់គឺរៀបនឹងរត់ហើយអ្នកនរគ្នាតែមានបរិសម្នាក់នៅក្នុងចំណោម8នាក់ហ្នឹងគាត់បានដូចថាគាត់មនុស្សគាត់រៀងមានស្មារតីរៀងនឹងណជាងអីចឹងណាគាត់ក៏បានខាត់
អ្នកទាំង7អ្នកនឹងថាអេរត់ទៅណាគាត់និយាយថារត់ទៅណាអ្នកទាំងអស់គ្នាមានឮដូចខ្ញុំអត់ខ្ញុំឮសលេងគេគោះពីក្នុងមឈូសអីចឹងណាអ្នកទាំង7អ្នកទៀតហ្នឹងគាត់និយាយថាគាត់ឮនឹងហើយបានគាត់រត់ទៅអ្នកទាំងអស់គ្នាដោយសារគាត់ខ្លាំងហ่ะចុះដល់ពេលអញ្ចឹងបរិសម្នាក់ហ្នឹងគាត់ក៏បាននិយាយថាអត់ទេអត់រត់ទៅណាទេតិចសពបោះតាសុកគាត់នៅរស់ទៅព្រោះថាយើងទាំងអស់គ្នាសិតតែឮសលេងគោះចេញពីមឈូសមួយហ្នឹងអញ្ចឹងតិចតាសុកគាត់រន់តែផ្លឹកគាត់មិនទាន់ស្លាប់អីចឹងណាលក្ខណៈថាគឺគាត់សន្និដ្ឋានបែបហ្នឹងអ្នកទាំងអស់គ្នាធ្លាប់ឮចាស់និយាយថាមនុស្សផ្លឹកអត់ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ឬក៏អត់ទេតែបើអ្នកទាំងអស់គ្នាធ្លាប់អាច comment ប្រាប់ DC ឲ្យដឹងផង DC ធ្លាប់ឮចាស់ថាមនុស្សផ្លឹកអ្នកខ្លះគាត់អត់ទាន់ស្លាប់ទេតែរបៀបថាគាត់ផ្លឹកអ្នកខ្លះមួយថ្ងៃអ្នកខ្លះ2ថ្ងៃអ្នកខ្លះ3ថ្ងៃលក្ខណៈថាគាត់រន់តែផ្លឹកមកផ្លែតចឹងទៅបន្ទាប់ពីដល់ពេលវេលាដែលគាត់នេះមកគាត់ដឹងខ្លួនត្រឡប់មកវិញអញ្ចឹងអាហ្នឹងគេមិនមែនហៅថាស្លាប់ទេគឺគាត់រន់តែផ្លឹកក្នុងរយៈពេលមួយដែលយូរឬក៏ឆាប់អាហ្នឹងទៅតាមប្រភេទមនុស្សអីចឹងទៅអញ្ចឹងយើងបកចូលមកសាច់រឿងយើងវិញអ្នកនរគ្នាអញ្ចឹងនៅពេលដែលគាត់និយាយបែបហ្នឹងអ្នក7អ្នកទៀតហ្នឹងគាត់រៀងមានដូចថាស្មារតីគាត់រៀងដាស់ត្រឡប់មកវិញណាគាត់ក៏រៀងគិតដូចបរិសម្នាក់ហ្នឹងដែរអញ្ចឹងបរិសម្នាក់ហ្នឹងក៏និយាយថាឥឡូវយើងនាំគ្នាកោះមកឈូសនឹងមើលបើសិនជាតាសុកនៅរស់មែនគឺល្អមែនតើតែបើសិនជាគាត់នៅរស់ហើយយើងបែរជាកប់គាត់ទាំងរស់អាហ្នឹងវាជារឿងមួយដ៏ខុសធ្ងន់មែនតើអញ្ចឹងនៅពេលដែលពួកគាត់នាំគ្នាពិភាក្សាជជែកគ្នាអំពីរឿងហ្នឹងលក្ខណៈថាទម្រាំពិភាក្សាគ្នាត្រូវថាសម្រាប់ចិត្តនឹងកោះមកឈូសហ្នឹងរៀងយូរដែរតែសំឡេងចេញពីមឈូសហ្នឹងគឺអត់បាត់ទេអ្នកនរគ្នានៅតែបន្លឺសលេងលក្ខណៈថាតុកជាប់រហូតអញ្ចឹងពួកគាត់ទាំង8នាក់ហ្នឹងក៏នាំគ្នាសម្រេចចិត្តថាកោះមើលអញ្ចឹងក៏ចាប់ផ្ដើមយកចបយកប៉ែហ្នឹងចាប់ផ្ដើមកោះមកឈូសនឹងឡើងអ្នកនរគ្នាអញ្ចឹងនៅពេលដែលកោះមកឈូសនឹងឡើងអ្នកនរគ្នាដឹងថាគាត់ឃើញអីអត់គឺនៅក្នុងមឈូសហ្នឹងអត់មានសពបោះតាសុកទេអ្នកនរគ្នាអូយខ្ញុំមានអារម្មណ៍ថាព្រឺសបល់មែនតើគឺគ្រាន់តែបើកមកឈូសឡើងអត់មានឃើញសពបោះតាសុកទេម្នាក់ចាប់ផ្ដើមសភ្នែកតែម្ដងអ្នកនរគ្នាចាប់ផ្ដើមសម្លឹងមើលមុខគ្នាពេលហ្នឹងគឺលែងមានអ្នកនៅទៀតហើយអ្នកនរគ្នាគឺនាំគ្នារត់ចេញពីកន្លែងហ្នឹងហ្មងរត់និយាយទៅគឺរត់ចេញពីអាកន្លែងមកឈូសបោះតាសុកហ្នឹងហ្មងរត់ខ្វែងដៃខ្វែងជើងគ្នាហ្មងនិយាយទៅរត់លឿនមែនតើអញ្ចឹងនៅពេលដែលពួកគាត់រត់ហើយអញ្ចឹងគាត់រត់បែកគ្នាទាំងអស់8នាក់ហ្នឹងគឺអត់រត់ជាមួយគ្នាទេមានន័យថាម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំម្នាក់ទៅកើតម្នាក់ទៅលិចអីចឹងទៅអញ្ចឹងនៅពេលដែលពួកគាត់រត់ហើយលក្ខណៈថាវាហត់ហើយក៏នាំគ្នាឈប់អីចឹងទៅអញ្ចឹងលក្ខណៈថាក្នុងចំណោម8នាក់ហ្នឹងគឺឲ្យលឺសលេងគ្រប់គ្នាអ្នកនរគ្នាដឹងថាលឺសលេងអីអត់លឺសលេងថារត់ទៅណាមិនបានអត់បចោះគាត់អញ្ចឹងលក្ខណៈអញ្ចឹងគឺនិយាយបែបហ្នឹងតែម្ដងអ្នកនរគ្នាហើយសំឡេងហ្នឹងគឺជាសំឡេងបោះតាសុកអ្នកនរគ្នាបន្ទាប់មកពួកគាត់ទាំង8នាក់ហ្នឹងក៏នាំគ្នារត់ដោយថារត់សំដៅទៅភូមិវិញអីចឹងណាអញ្ចឹងនៅពេលដែលពួកគាត់រត់សំដៅទៅភូមិគឺផ្លូវតែមួយដោយសារតំបន់ហ្នឹងដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងគឺជាប្រភេទតំបន់តាមជួរភ្នំអីចឹងណាអញ្ចឹងផ្លូវចុះផ្លូវឡើងគឺមានតែមួយទេពួកគាត់រត់ចេញពីព្រៃខ្មោចហ្នឹងមកដល់អាផ្លូវតែមួយហ្នឹងក៏ជួបគ្នាទាំង8នាក់ហ្នឹងវិញអញ្ចឹងនៅពេលដែលពួកគាត់ជួបគ្នាហើយពួកគាត់ក៏និយាយគ្នាថាតើ
នៅពេលដែលរត់មកនឹងមានលឺសលេងអីអត់អញ្ចឹងពួកគាត់ក៏និយាយដូចគ្នាអ្នកទាំងអស់គ្នាគឺលឺសំឡេងតាសុកប្រាប់ថាមិនបានរត់ចោលមកឈូសគាត់អញ្ចឹងអត់បញ្ចុះគាត់ឲ្យរួចរាល់សិនចាំត្រឡប់មកវិញអីចឹងណាអញ្ចឹងនៅពេលដែលពួកគាត់ពិភាក្សាគ្នានិយាយថាអូគាត់បានលឺសលេងចេះដូចគ្នាអញ្ចឹងហើយស្រាប់តែសលេងហ្នឹងលឺម្ដងទៀតអ្នកទាំងអស់គ្នាហើយលឺហើយលក្ខណៈថាសួរថាអ្នកទាំងអស់គ្នារត់ទៅណាខ្ញុំនៅនេះគឺហៅអ្នកទាំង8នាក់នឹងតែម្ដងអ្នកទាំងអស់គ្នានៅពេលដែលពួកគាត់ទាំង8នាក់នឹងងាកក្រោយទៅអ្នកទាំងអស់គ្នាគឺឃើញតាសុកឈរពីក្រោយហើយអាញឹមក្នុងទឹកមុខងើយអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងថាគួរនិយាយមិនទេតែទឹកមុខរបៀបថាស្លេកស្លាំងមនុស្សស្លាប់អ្នកទាំងអស់គ្នាទឹកមុខអ្នកទាំងអស់គ្នាដឹងហើយស្លេកស្លាំងហើយភ្នែករបស់គាត់គឺឡើងក្រហមហ្មងឡើងក្រហមច្រារបៀបយើងមើលទៅគឺគួរឲ្យខ្លាចមែនតើអ្នកទាំងអស់គ្នាហើយតាំងពីពេលនងមកនៅក្នុងព្រៃខ្មោចមួយហ្នឹងឬក៏តំបន់ដែលគេយកទៅយកសពយកទៅបញ្ចុះហ្នឹងគឺលែងមានអ្នកទៅទៀតហើយអ្នកទាំងអស់គ្នាតាំងពីសពតាសុកដែលគេផ្អើលអារឿងដែលបាត់គាត់ចេញពីមឈូសហើយលងបន្លាចអ្នកដែលសៃមឈូសទាំង8នាក់ហ្នឹងតាំងពីពេលនោះមកសពមនុស្សផ្សេងទៀតនៅពេលដែលមានមនុស្សស្លាប់គឺគេលែងយកទៅកប់នៅព្រៃខ្មោចនឹងទៀតហើយកុំថាឡើយយកទៅកប់អ្នកទាំងអស់គ្នាសំបីតាពេលថ្ងៃដើរកាត់ព្រៃខ្មោចហ្នឹងក៏អត់មានណាគេដើរកាត់ដែរអ្នកទាំងអស់គ្នាព្រោះថាមានអារម្មណ៍ថាគឺខ្លាចតាំងពីពេលនោះតែម្ដងហើយចំពោះរឿងផ្សេងទៀតកើតឡើងអាហ្នឹងខ្ញុំអត់និយាយទេសង្ឃឹមថាអ្នកទាំងអស់គ្នាប្រហែលជាអាចសម័យឬក៏អាចគិតឃើញហើយថានឹងជួបរឿងអីទៀតអញ្ចឹងអូខេអ្នកទាំងអស់គ្នាសាច់រឿងយើងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាស្ដាប់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយយ៉ាងម៉េចដែរអ្នកទាំងអស់គ្នាអាចប្រាប់ពីអារម្មណ៍បន្តិចបានអត់ថាបន្ទាប់ពីស្ដាប់រឿងមួយនេះហើយមានអារម្មណ៍មិនដែរហើយយ៉ាបង្ហាញការយល់ឃើញរបស់អ្នកទាំងអស់គ្នាឲ្យ DC ឃើញផងតម្លាក់នៅក្នុង comment មកអញ្ចឹងអូខេខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាជាចុងក្រោយគឺមានតែប៉ុណ្្នឹងទេអញ្ចឹងដោយរាល់ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចជួយ follow page DC ហើយនឹងជួយ subscribe channel DC មួយទៅដើម្បីជាកម្លាំងចិត្តឲ្យ DC បានធ្វើសាច់រឿងថ្មីបន្ទាប់ទៀតអីចឹងណាអញ្ចឹងអរគុណអ្នកទាំងអស់គ្នា DC មានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាសុខសប្បាយបាយបាយ